សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបញ្ជាក់រំលែកអំពីទស្សនៈខ្លះៗដើម្បីជាការអប់រំដល់បងប្អូនទាំងអស់គ្នាត្រូវរៀនស្ដាប់ពាក្យសម្ដីអាក្រក់ចម្រាញ់ពាក្យល្អដាក់ក្នុងខ្លួនបងប្អូនដែលធ្លាប់បានមើលរឿងសាមកុកអត់ត្រង់កន្លែងដែលលាវពូហើយនឹងឈិនកុងគាត់ចាញ់ឆាវឆាវហើយកន្លែងហ្នឹងគឺឆាវឆាវពិតជាចង់ឲ្យឈិនកុងឯងនៅជាមួយគាត់ណាស់ព្រោះឈិនកុងឯងធ្លាប់ជួយគាត់ពីមុនមកក្រោយមកគឺគាត់ចង់ឲ្យឈិនកុងនៅជាមួយគាត់ចង់ឲ្យនៅបំរើគាត់ប៉ុន្តែឈិនកុងគឺគាត់អត់ព្រមទេគាត់ស៊ូស្លាប់ដើម្បីធ្វើម៉េចឲ្យតែឆាវឆាវនោះសម្លាប់គាត់បាននិយាយរៀងចាក់ដោតដល់ឆាវឆាវគាត់ថាបើសិនតែឆាវឆាវនឹងឯងមិនសម្លាប់គាត់ទេគាត់នឹងនិយាយរឿងអាក្រក់ពីមុនហ្នឹងប្រាប់កងទ័ពទាំងអស់ដល់ពេលអញ្ចឹងទៅគឺឆាវឆាវគាត់នៅតែអត់សម្លាប់គាត់នៅតែអត់សម្លាប់ឈិនកុងហើយមានកូនចៅគាត់ប្រឹងសម្លាប់ដោយសារតែឈិនកុងនឹងជេរឆាវឆាវពេកហើយក៏និយាយពាក្យអាក្រក់ពេកដាក់ឆាវឆាវតែឆាវឆាវអត់សម្លាប់ទេឆាវឆាវបានហាមកូនចៅរបស់ខ្លួនឯងអ្នកគេធ្វើជាអ្នកមានគុណដល់ខ្ញុំហើយខ្ញុំគិនតែពាក្យជេរពាក្យសម្ដីអាក្រក់មកលើខ្ញុំនឹងប៉ុណ្ណឹងនិយាយអាក្រក់ខ្លះល្អខ្លះទៅវាមិនជាបញ្ហាអីទេកន្លែងហ្នឹងគឺគាត់មានន័យថាគាត់ស្រឡាញ់ឈិនកុងមែនទែនដឹងគុណជាមួយឈិនកុងមែនទែនប៉ុន្តែមហិច្ឆតារបស់គាត់នៅតែចង់បានទឹកដីនៅតែចង់គ្រប់គ្រងប្រទេសគាត់ហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ឆាវឆាវហើយកន្លែងនេះដែលខ្ញុំចង់ឲ្យបងប្អូនថាត្រូវតែរៀនស្ដាប់ពាក្យសម្ដីអាក្រក់ខ្លះពាក្យសម្ដីអាក្រក់ខ្លះក៏វាមានប្រយោជន៍សម្រាប់យើងដែរមិនប្រកាសថាឲ្យថាសម្ដីអាក្រក់ហ្នឹងគឺវាអត់ប្រយោជន៍ទេដូចពាក្យម៉ែដែលគាត់តែងតែជេរស្ដីយើងគាត់ថាយើងចង់ឲ្យយើងទៅរៀនចង់ឲ្យយើងនឹងទៅសិក្សាពេលដែលយើងខ្ជិលទៅរៀនគាត់ជេរគាត់ស្ដីប៉ុន្តែគឺពាក្យសម្ដីរបស់គាត់និយាយមកគឺឬក៏គាត់ជេរមកគឺមានអារម្មណ៍ថាឈឺមានអារម្មណ៍ថាលំបាកស្ដាប់ប៉ុន្តែអត្ថន័យខាងក្នុងគឺគាត់ចង់ឲ្យកូនគាត់ល្អចង់ឲ្យកូនគាត់មានចំណេះដឹងច្រើនអញ្ចឹងបងខ្ញុំថាចង់ឲ្យបងប្អូននឹងឯងគឺចេះស្ដាប់ពាក្យសម្ដីអាក្រក់យកចម្រាញ់តែពាក្យណាដែលល្អៗមកដាក់នៅក្នុងខ្លួនមិនមែនក្នុងសេចក្ដីនេះបងប្អូននឹងឯងទៅស្ដាប់ពាក្យសម្ដីអាក្រក់ហើយបងប្អូនយកធ្វើទេយកមកនិយាយអាក្រក់ដូចគេទេគឺខ្ញុំចង់ឲ្យបងប្អូនស្ដាប់ពាក្យសម្ដីអាក្រក់ហើយឲ្យដឹងថាពាក្យណាដែលគួរប្រើពាក្យណាដែលមិនគួរប្រើនៅក្នុងកលៈទេសៈណាចង់ឲ្យបងប្អូនយកពាក្យសម្ដីនឹងយកមកប្រើឲ្យចំគោលដៅព្រោះពាក្យសម្ដីខ្លះវានាំប្រយោជន៍ដល់យើងខ្ញុំឧទាហរណ៍ថាបងប្អូនទៅសម្ភាសការងារចុះបើសិនតែបងប្អូនអត់ចេះនិយាយទេបងប្អូនអត់ចេះប្រើពាក្យសម្ដីណាដែលត្រូវជាមួយនឹងប្រធានបទគេសួរទេបងប្អូនប្រកាសជាធ្លាក់ហើយ 100% គឺធ្លាក់ហើយដូចខ្ញុំមុនដំបូងដែលខ្ញុំទៅសម្ភាសការងារដែលខ្ញុំមកភ្នំពេញមុនដំបូងខ្ញុំទៅសម្ភាសហាងកាហ្វេតែខ្ញុំអត់ចេះនិយាយទេអត់ចេះនិយាយពាក្យដែលគេសួរមកទេហើយក៏និយាយទៅគឺរអាក់រអួលមានអារម្មណ៍ថាភ័យហើយយើងធម្មតាយើងទៅលក់កាហ្វេយើងទៅលើកកាហ្វេឲ្យភ្ញៀវផ្នែកខាងសវីខាងអីហ្នឹងគឺយើងតើតែមានភាពរុះរាយរាក់ទាក់ចេះនិយាយមិននិយាយរអាក់រអួលបើសិនតែភ្ញៀវហ្នឹងនិយាយមួយជាមួយយើងស្ដាប់មិនបានហើយនិយាយអត់ច្បាស់ស្ដាប់អត់បានទេឬក៏និយាយទៅយើងរអាក់រអួលមានអារម្មណ៍ថាភ័យខ្លាចជាមួយនឹងភ្ញៀវអញ្ចឹងគឺប្រកាសជាគេមានអារម្មណ៍មិនល្អជាមួយនឹងយើងហើយអញ្ចឹងពេលដែលយើងទៅសម្ភាសគឺយើងត្រូវតែមានកម្លាំងស្វាហាប់យើងត្រូវតែចេះនិយាយពាក្យសម្ដីយើងត្រូវតែចេះឆ្លើយពាក្យណាដែលត្រូវនិយាយឲ្យចំគោលដៅឆ្លើយឲ្យចំប្រធានដែលគេសួរកុំឲ្យបងប្អូននិយាយតែបរិះបរោតែខាងក្រៅទេតែបើយើងចូលទៅក្នុងកន្លែងការងារហើយយើងកន្លែងដែលយើងត្រូវធ្វើហើយយើងកន្លែងដែលយើងប្រកួតកន្លែងដែលយើងត្រូវប្រជែងជាមួយនឹងគេហើយគឺបងប្អូនត្រូវតែនិយាយពាក្យណាឲ្យចាក់ដោតនិយាយណាឲ្យចំនឹងប្រធានរបស់គេហើយពាក្យសម្ដីខ្លះវាអាក្រក់យើងស្ដាប់ទៅវាអាក្រក់ប៉ុន្តែបើសិនតែយើងស្ដាប់ពាក្យសម្ដីអាក្រក់នោះយកមកអភិវឌ្ឍខ្លួនយកមកកែប្រែចម្រាញ់យកតាណាល្អមកប្រកាសជាយើងនឹងឯងបានរីកចម្រើនធ្វើឲ្យយើងឯងកាន់តែល្អកាន់តែប្រសើរការនិយាយអាក្រក់គឺវាមកពីអធ្យាស្រ័យរបស់មនុស្សនឹងដែរបុគ្គលនឹងគឺគាត់ចូលចិត្តនិយាយពាក្យអញ្ចឹងហើយតែបើយើងអត់ចេះស្ដាប់គឺយើងឃើញថាមនុស្សនឹងអាក្រក់ឲ្យតែអ្នកនិយាយអាក្រក់គឺអាក្រក់ទាំងអស់មិនប្រកាសទេដូចខ្ញុំនិយាយលើម៉ែឬក៏ឪយើងអញ្ចឹងដែលនិយាយជេរស្ដីយើងហ្នឹងគឺពាក្យអាក្រក់ប៉ុន្តែក្នុងចិត្តរបស់គាត់គឺល្អស្ដាប់ខ្លួនយកមកសេវទុកនៅក្នុងជាចំណេះដឹងរបស់យើងមិនចង់ឲ្យបងប្អូនស្ដាប់តែពាក្យល្អតែពាក្យល្អនោះប្រកបទៅដោយថ្នាំពិសពាក្យល្អនឹងនិយាយដោយមានការគុំគួនជាមួយនឹងយើងបើនិយាយពាក្យល្អបែបហ្នឹងគឺ
អត់ជាប្រយោជន៍សម្រាប់យើងទេបើយើងចូលចិត្តតែស្ដាប់ពាក្យផ្អែមភាគច្រើនអ្នកដែលចាញ់បោកគេឬក៏បាត់បង់ឱកាសខ្លួនឯងហ្នឹងគឺដែលភាគច្រើនគឺចូលចិត្តស្ដាប់ពាក្យផ្អែមចូលចិត្តស្ដាប់ពាក្យគេលោមយូរទៅអស់ទាំងខ្លួនទៀតអស់ទាំងទ្រព្យសម្បត្តិអស់ទាំងអីទៀតដោយសារយើងនឹងឯងចូលចិត្តស្ដាប់ពាក្យផ្អែមហើយសត្រូវរបស់យើងហ្នឹងគាត់ដឹងអំពីយើងថាយើងជាមនុស្សដែលចូលចិត្តពាក្យផ្អែមអញ្ចឹងគាត់ងាយស្រួលដើម្បីយកពាក្យលោមឧទាហរណ៍ដូចលាវពូអញ្ចឹងលាវពូគឺជាមនុស្សដែលចូលចិត្តឲ្យគេសរសើរហើយចូលចិត្តអំនួតអួតអាងថាខ្លួនឯងនឹងខ្លាំងប្រកែអីផ្សេងចូលចិត្តអំនួតអួតអាងគាត់ចូលចិត្តស្ដាប់ពាក្យដែលអ្នកដែលនិយាយពាក្យពីរោះនិយាយពាក្យល្អចំពោះគាត់រហូតដល់គាត់អត់ទុកចិត្តណែឈានកងទេគឺបើជាស្អប់ទីប្រឹក្សារបស់ខ្លួនឯងហើយទៅឆោងចាប់សត្រូវអ្នកដែលនិយាយពាក្យល្អអីតាពីអ្នកអោកូននោះនិយាយពាក្យល្អរហូតដល់គាត់អត់ពេញចិត្តឈានកងទេដោយសារតែគាត់ចូលចិត្តតែស្ដាប់ពាក្យល្អនឹងពេកចូលចិត្តស្ដាប់ហើយពាក្យអំនួតអួតអាងពេកថាខ្លួនឯងខ្លាំងប្រកែប្រសើរវាជាការពិតខ្លាំងមែនប៉ុន្តែធម្មតាយើងខ្លាំងតែម្នាក់ឯងគឺវាមិនអាចទៅឈ្នះគេបានទេយើងធ្វើសង្គ្រាមឬក៏ជាប្រទេសជាតិរបស់យើងបើសិនតែប្រជាពលរដ្ឋយើងខ្លាំងតែ2នាក់3នាក់ឬក៏ខ្លាំងតែមេដឹកនាំតែគុណចាស់របស់ខ្លួនឯងអត់មានកម្លាំងសោះហើយយើងទៅប៉ណ្ណឹងប្រជែងយើងទៅប្រកួតជាមួយអ្នកណាបានបើសិនតែគុណចៅយើងគឺអត់មានកម្លាំងសោះខ្លាំងតែមេមួយទេអញ្ចឹងគឺប្រទេសជាតិគឺវាត្រូវការប្រជាពលរដ្ឋទាំងឯងក៏ខ្លាំងហើយត្រូវការមេដឹកនាំក៏ខ្លាំងទាំងអស់គ្នាបានធ្វើឲ្យប្រទេសជាតិរបស់យើងឯងរឹងមាំធ្វើឲ្យប្រទេសជាតិរបស់យើងឯងរីកចម្រើនតែបើសិនតែខ្លាំងតែមេដឹកនាំទេគុណចៅអត់ខ្លាំងទេអត់ប្រយោជន៍ទេគឺมันអាចទៅឈ្នះគេបានទេបុគ្គលគេខ្លាំងឧទាហរណ៍ថា10នាក់គេខ្លាំងហើយយើងខ្លាំងទៅតែ5នាក់ទេហើយយើងអាចទៅប្រកួតប្រជែងជាមួយនឹងគេបានអត់នេះគឺជាខ្ញុំចង់និយាយឲ្យបងប្អូនឯងគឺកុំចេះស្ដាប់តែពាក្យសម្ដីល្អនិយាយទៅថាគុំចង់ស្ដាប់តែពាក្យសម្ដីល្អតែបើសម្ដីល្អនោះវាមិននាំជាប្រយោជន៍ដល់យើងវាជាពុះពុលគឺយើងគាត់ចោលទៅគឺស្ដាប់ចោលទៅហើយពេលខ្លះពាក្យសម្ដីអាក្រក់ខ្លះគឺវាជាប្រយោជន៍ដល់យើងគួរតែស្ដាប់យើងគួរតែចម្រាញ់ពាក្យថាចម្រាញ់គឺយកតែល្អកុំយកអាក្រក់មកដើម្បីធ្វើតាមយើងយកតែល្អយកមកធ្វើយកមកអភិវឌ្ឍខ្លួននេះជាចំណុចសំខាន់ដែលយើងត្រូវធ្វើជាចុងក្រោយនេះខ្ញុំអរគុណច្រើនបងប្អូនដែលបានស្ដាប់អំពីវីដេអូខ្ញុំកន្លងមកដែលខ្ញុំតែងតែវិភាគអីផ្សេងនិយាយអប់រំផ្សេងបងប្អូនបានស្ដាប់សង្ឃឹមថាបងប្អូននឹងទទួលបានយកចំណេះដឹងផ្សេងសម្រាប់ការអភិវឌ្ឍខ្លួននេះគឺជាចំណុចដែលខ្ញុំចង់បានដែលខ្ញុំចែករំលែកចំណេះដឹងដល់បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមនេះ